ដល់វគ្គសម្អាតផ្ទះហើយថ្ងៃចុងសប្តាហ៍ថ្ងៃសៅរ៍អាទិត្យខ្ញុំថ្ងៃហ្នឹងគឺសម្អាតទូទឹកកកខ្ញុំអត់មានអីច្រើនទេគាត់ប្រាប់ពីរបៀបនៃការសម្អាតទូទឹកកកនៃការងារប្រចាំថ្ងៃនៅផ្ទះមុននឹងជូតទូទឹកកកយើងត្រូវរើអីវ៉ាន់ចេញសិនហើយអាកន្លែងកកនេះគឺកកខ្លាំងពេកអញ្ចឹងត្រូវចាក់ទឹកក្តៅចូលបន្តិចទៅចាក់ទឹកក្តៅមកកែវហើយក៏បានអាចបកវាចេញបានបកទឹកកកនឹងចេញឆ្កឹះចេញមកស្ទុះចាក់ទឹកក្តៅមកស្ទុះប្រហែលជា5នាទីទៅវារបកចេញនៅខ្លួនឯងអាកន្លែងកកហ្នឹងបន្តមកយើងកាយវាដាក់មកក្រោមហើយក៏យកកណាត់កសែងពោះគោមកជូតវាតមកបានយកកណាត់ជ្រលក់ទឹកសាប៊ូជូតក្អែលតាមកែមតាមកលៀតកន្លោះអីជូតវាស្អាតពេលយើងជូតមកខ្វាច់យើងយកកណាត់ស្ងួតកសែងពោះគោស្ងួតយកមកដាក់ជូតជាមួយជូតសម្អាតវាចេញតែម្ដងនេះទេការងារប្រចាំថ្ងៃតែទូទឹកកកខ្ញុំសឹងអត់សូវមានពេលថែទាំទេតាមក៏ពិតជាទូទៅគេឲ្យជូតសម្អាតក្នុងមួយអាទិត្យយើង clean វាម្ដងប៉ុន្តែខ្ញុំនេះចង់មួយខែចូលជាង2-3ខែព្រោះអាងទូទឹកកកហ្នឹងអត់ដាក់អីដាក់តែគ្រឿងទឹកដូចគ្រឿងភេសជ្ជៈគ្រឿងទឹកសុទ្ធទឹកអីយើងញ៉ាំអញ្ចឹងទៅឬក៏ផ្លែឈើតិចតួចមានផ្លែឈើដាក់ដល់ទឹកហើយនឹងផ្លែឈើទេទូទឹកកកហ្នឹងចឹងក៏អត់សូវមានពេលសម្អាតដែរណាមួយរវល់ការងារច្រើនផងបានយូរ clean ម្ដងតែខ្ញុំ clean ទៅលោកប្តីខ្ញុំក៏ឃើញអាប្រអប់ដាក់តកបែកវាជួស្រួយបែកគាត់ក៏យកមកច្នៃបាញ់កាយប្រើអាកាភ្លើងស្អីខ្ញុំអត់ស្គាល់កាភ្លើងបាញ់កាយហ្នឹងដាក់បិទវាធ្លុបវាប្រេះបាតក្រោមហើយនឹងចំហៀងបិទវាចិត្តទៅយើងអាចដាក់ទឹកបានដាក់ធ្វើផលិតកកពេលយើងបានតកកយើងដាក់វាចូលថាខ្ញុំទៅនិយាយសាច់រឿងអាកូនមួយនេះក៏មកសាច់ញ៉ាំរស់ស៊ីតែវាឃ្លានស៊ីដែរតែមើលគេឧស្សាហ៍អ្នកគេជូតផ្ទះclean ទូទឹកកកនឹង clean ចង់ពី2ម៉ោងត្រង់បានរួចមកធម្មតាទេ clean ម្ដងយូរហើយមីនាងខ្ញុំនេះវា clean វាទូចផងវា clean ហើយជូតសពគៀនកលៀតកន្លោះគ្មានសល់ទេឲ្យតែកន្លែងណាក្អែលអីហ្នឹងគឺជូតឯងគ្មានត្រាប្រណីថាអ្នកធ្វើការអញ្ចឹងថាធ្វើការងារអីមួយគឺច្បាស់ការងារហ្នឹងเวลา clean និង clean ធ្វើការងារកាន់កុំព្យូទ័រនិងកុំព្យូទ័រការងាររដ្ឋបាលនឹងច្បាស់រដ្ឋបាលនេះលោកប្តីខ្ញុំគាត់ឆ្នៃរួចហើយឥឡូវដាក់ទឹកបានផលិតកកបានខាងលើយើងអាចដាក់ទឹកកកដុំទូចសម្រាប់ម៉ាស្សាមុខពេលព្រឹកព្រលឹមអីចឹងទៅឥឡូវ clean ស្អាតអស់ហើយពេល clean ស្អាតចឹងមានអារម្មណ៍ថាដូចមានផាសុកភាពលក្ខណៈដែលមាន romantic ចឹងដូចហៅថា fresh air បើទូទឹកកកមកមានក្តីសុខនៅទូទឹកកកអាទូមួយទៀតតាមបាន clean អាទូទឹកកកដាក់មហូបបន្លែ clean ទូទឹកកកអាធំសិនតែសម្រាប់ដាក់ទឹកផលិតកកហើយនឹងទឹកសម្រាប់បរិភោគមានទឹកសុទ្ធនិងទឹកដោះគោអីហើយថ្នាំពេទ្យអីតិចតួចស្រាប់ហើយយើងបកហើយយើងត្រូវដាក់វាក្លាសេកុំឲ្យវាខូចគុណភាពនិយាយទៅទូនឹងសម្រាប់ដាក់គ្រឿងភេសជ្ជៈរួចរាល់ជាការស្រេចហើយ clean ហ្នឹងមាន fresh air ហើយគួរឲ្យស្រឡាញ់មានក្តីសុខមែនហើយខ្ញុំនៅcleanខាងក្នុងផ្ទះលោកប្តីខ្ញុំគាត់ថ្ងៃហ្នឹងគាត់សកម្មដែរគាត់ចេញមកសម្អាតនៅខាងមុខផ្ទះវិញម្ដងគាត់ញរនាស់រាស់ខាងមុខផ្ទះហើយបង
បងឆ្កែយកមកមីកំាប់នឹងអាតោហើយនឹងអីឆ្កែខ្ញុំទៀតឈ្មោះអីអាខ្មៅអាប៉ាវវាពំតែឆ្អឹងគោឆ្អឹងក្បីយកមកអាចឆ្អឹងគេធ្វើស៊ុបគួរយកពំមករីពេញផ្ទះហើយតាខ្ញុំគាត់គៀយកមកដាក់ដុតសម្អាតមុខផ្ទះខាងក្រោយផ្ទះអីក៏សម្អាតខ្ទេចតែគាត់នៅផ្ទះគាត់ឧស្សាហ៍ណាតាខ្ញុំហើយដល់ពេលល្ងាចឡើងខ្ញុំមិនដឹងធ្វើអីទេគាត់សម្អាតមុខផ្ទះប្រពន្ធមានអីធ្វើម្ហូបដាំបាយតែថ្ងៃនេះដឹងមានម្ហូបអីញ៉ាំបាយទេមានតែបើកមកទូទៅគាត់មានត្រីងៀតហើយផ្អកសោះប៉ុណ្ណឹងហើយនឹងប្រហុកមានបោកតែនឹងសាច់ក្រកយ៉ាងហ្នឹងមានធ្វើជៀនផ្អកហ្នឹងឯងញ៉ាំបាយទៅហើយស្ងោរពងពី3គ្រាប់ខ្ញុំស្ងោរពង2គ្រាប់ហើយពេលខ្ញុំស្ងោរខ្ញុំដាក់លាងទឹកឲ្យស្អាតតែខ្ញុំដាក់ភ្លើងតែ8នាទីឆ្អិនណាគឺឆ្អិនល្មមឲ្យឆ្ងាញ់នឹងជំនាញត្រឡប់ខ្ញុំគឺធ្វើបែបហ្នឹងខ្ញុំមិនដាក់យូរទេគឺមកឆ្ងាញ់ជាប់ភ្នែករួចរាល់ជាការស្រេចហើយធ្វើនឹងបដាទៅក៏មកចិត្តទីកតុយកពើពុំម៉ាក់ខ្ញុំជិះចិត្តញ៉ាំអញ្ចឹងក៏ញ៉ាំតាមគាត់ទៅឆ្ងាញ់ដែរយើងចិត្តសបកវាស្អាតយើងយកទៅសាច់ខាងក្នុងវាមកដាក់ជាមួយនឹងស្ករសញ៉ាំពេលល្ងាចក៏បានពេលព្រឹកក៏បានតែខ្ញុំជឿចិត្តញ៉ាំពេលល្ងាចពេលព្រឹកខ្ញុំអាចញ៉ាំអីទេញ៉ាំទឹកឃ្មុំឬក៏ទឹកក្រូចឆ្មាទៅទេពេលព្រឹកចឹងពេលល្ងាចមានទីកតុយកពើខ្ញុំដាំខ្លួនឯងនៅមុខផ្ទះខ្ញុំបានផលហើយខ្ញុំបកយកមកញ៉ាំណាចិត្តសបកឲ្យស្អាតដាក់គៀញ៉ាំប៉ុណ្ណឹងឯងការងារខ្ញុំអរគុណសម្រាប់ការទស្សនាវីដេអូខ្ញុំមិនសូវប៉ុននិយាយទេប៉ុន្តែជានេះជាសកម្មភាពបន្តិចបន្តួចបើសិននឹងខុសអីត្រូវអីសូមខន្តីអភ័យទោសផងចាអរគុណជម្រាបលាសុខសប្បាយទាំងអស់គ្នា